ចាជំរាបសួរនាងខ្ញុំសុធានីពីប្រទេសជប៉ុនទៅចាថ្ងៃនេះគឺមានកូន vlog វីដេអូមួយស្ដីអំពីការដោកង់ឡាននៅក្នុងប្រទេសជប៉ុនចាហើយនាងខ្ញុំមកនេះគឺខ្ញុំមកដោនៅហាងមកទឹកចាអញ្ចឹងយើងចង់ដឹងថានៅហាងមកទឹកនៅប្រទេសជប៉ុនមិនដែរគុណភាពកង់ឡានគេអីមិនឲ្យតម្លៃមិនចាអញ្ជើញមកទស្សនានៅវីដេអូទាំងអស់គ្នាចានេះនាងខ្ញុំបានមកដល់ហាងហើយគឺធ្វើការដើរមើលមកជុំសិនតើមានលក់នៅអ្វីខ្លះចានៅក្នុងហាងរបស់គេមិនត្រឹមតែមានលក់ទេគេមានជាសេវាដំឡើងឲ្យយើងទៀតចាហើយនិយាយទៅសេវាដំឡើងហ្នឹងគឺគេគិតផ្សេងតម្លៃលក់គិតផ្សេងចាឥឡូវយើងដើរមកមើលតិចមកចានេះគឺជាប្រភេទមួកចាមួកអ្នកជិះម៉ូតូជិះអីចាគឺអាចទិញមួកនេះបាននិយាយទៅអ្នកខ្លះគេចង់សល់ជាថវិកាខ្លះហ្នឹងគេមកកន្លែងមកទឹកមកចង់បញ្ជាក់ថាអីវ៉ាន់មកទឹកនៅក្នុងប្រទេសជប៉ុនគឺថាអែមបងហើយគឺថាគុណភាពសឹងថា98% 99%គឺថា the best ហ្មងចាល្អចាហើយនេះយើងដើរមកដល់កន្លែងកង់ឡានហើយកំពុងតែពិសាគ្នាថាយកតម្លៃប្រហែលចាកង់ឡានគេលក់មួយសេតចឹងហ្មងចាហើយនេះនាងខ្ញុំមកឃើញយ៉ាន់ឡានវាស្អាតចឹងនាងខ្ញុំធ្វើការមើលតម្លៃសិនចាចង់បានអាតម្លៃធូរថ្លៃជាងគេចាព្រោះថាកង់ឡានយើងវាមានដូរតាមរដូវកាលក្តៅយើងប្រើអាកង់ក្តៅកង់ធម្មតាចឹងណារដូវកាលធ្លាក់ព្រិលកាយជាយើងត្រូវដូរកង់ទៀតទៅដូរកង់ព្រិលបានជិះកើតនៅប្រទេសនេះប្រទេសមានធ្លាក់តកចាហើយនេះកញ្ញាដើរចូលដើរឡើងមកប៉ះចាំប្រភេទកង់ឡានម៉ាក់ Kriston នេះថ្លៃអត់ទាស់ចាមានការថ្លៃមែនតើប៉ុន្តែកង់គឺថាសឹករិចរិលហ្នឹងសឹងតែអត់មានណាតិចតួចបំផុតចាហើយតម្លៃបងហើយមើលតម្លៃឲ្យជាក់ស្ដែងនិយាយថាវ៉ាវហ្មងគាត់មើលតម្លៃមកទឹកនេះចា199,900 yen ចាបូកទាំងកម្លាំងថ្លៃសេវាដំឡើងឲ្យទៀតចាវា20,000ជាងចាជិត$2,000ចាអូគឺថាអត់ទាស់មែនតើតម្លៃចាឥឡូវបែរមកឃើញមើលយ៉ាន់ទៀតចាយ៉ាន់ប្រភេទឡានអ្នកលេងម៉ូតយ៉ាន់ឡានហ្នឹងចាមើលទៅគឺថាស្អាតមែនតើមានថ្លៃមានថោកចាអ្នកដែលគេចង់សល់លុយយកអាថ្លៃថោកចឹងទៅចាអ្នកដែលចង់លេងម៉ូតខ្លាំងយកអាស្អាតយកអាថ្លៃចឹងទៅចាហើយនេះប្រភេទកង់ឡានដែរចាគឺថាថ្មីមែនទេខ្លះកាឡានៅទាំងអស់ចាដឹងថាគេលក់មកទឹកនេះឬក៏លក់ថ្មីនាំគ្នាបែងចែកអត់ដាច់ចាតាមពិតកង់ឡានខ្លះគឺថ្មីសឹងតែអត់មានសឹករិចរិលចាប៉ុន្តែគេយកមកលក់នៅមកទឹកដែរចាហើយចា BA របស់យើងនេះមានការឆេឆុំជាមួយនឹងយ៉ាន់ឡានមែនតើចាមានការស្អីនឹងផ្សព្វផ្សាយយ៉ាន់ឡាននេះគេមែនចាអង្គចាគឺអត់ទេថតរូបលេងចាថតចាបានមកកន្លែងពិសេសលើកទី1ក្នុងឆាកជីវិតដែរចាព្រោះទៅជិះឡានទៅអីដែរចឹងអ្វីនៅក្នុងប្រទេសជប៉ុនមិនថាដូរកង់ឡានបងពុនឡានអីគឺជាការលើកដំបូងលើកទី1ដូចគ្នាចាអូយកង់ឡានមានឡានតូចឡានធំចាឡានដែលតូចឡានតូចគឺថាកង់ឡានធូរថ្លៃមែនតើហើយកង់ឡាននេះភ្លេចប្រាប់បងថាកង់ឡានគឺមានប្រភេទជាកង់សុតចាអត់មានយ៉ាន់ក៏មានដែរមានដូរឲ្យយើងហើយប្រភេទយើងចង់លេងម៉ូតយ៉ាន់គេមានតម្លើងយ៉ាន់ឲ្យចឹង4ចឹងហ្មងយើងចង់យកអាមានយ៉ាន់ក៏បានយើងចង់យកទៅសវកកង់ក៏បានដែរចាគឺមានតម្លៃផ្សេងគ្នាប៉ុន្តែកម្លាំងពលកម្មតម្លៃពលកម្មគឺដូចគ្នាចាដូចគ្នាគឺថ្លៃណាកម្លាំងពលកម្មនៅប្រទេសជប៉ុនចាគឺថាសឹងតាគេជួសជុលគេតម្លើងឲ្យយើង1ម៉ោងសឹងតា$100កម្លាំងពលកម្មគេចាអូមិនថោកទេចាគឺមានការតសើថាកម្លាំងពលកម្មនៅស្រុកនេះបានថ្លៃចាជនជាតិគេចាជនជាតិជប៉ុនចាហើយបរទេសវិញគឺមិនសូវទេចាបរទេសមិនសូវជាមានទេអាកន្លែងក្រុមហ៊ុនចឹងចាអត់មានហ្មងអានេះកង់ឡានដែលខ្ញុំយកចាមានយ៉ាន់មានអីហ្នឹងវា39,900គិតទាំងកម្លាំងពលកម្មវាឡើង50,000 yen ជាងចាហើយនេះខាងបុគ្គលិកគេបានធ្វើការសេរីទៅឲ្យយើងហើយគេបវល់យកទៅតម្លើងឲ្យយើងហើយចាគឺមានយ៉ាន់គេថាយ៉ាន់ខ្ជូតអីចឹងចាហើយសបកកង់ឡានចឹងទៅដោយសារខ្ញុំជិះអាកង់ព្រិលហ្នឹងរយៈពេល1ឆ្នាំហើយខែក្តៅហ្នឹងតែយើងជិះកង់ព្រិលនៅខែក្តៅគឺគ្រោះថ្នាក់វាអាចផ្ទុះអាចអីបែកកង់ឡានបែកអីចឹងទៅចាអញ្ចឹងក៏មានការមកដូរជាបន្ទាន់ចាព្រោះនៅជប៉ុនក្នុងខែ4ខែ5នេះចូលពេញក្តៅហើយបងចាទន្ទឹងនឹងពេលរងចាំយើងបែរមកមើលអីវ៉ាន់នៅក្នុងហាងរបស់គេចាមានជាប្រភេទកៅអីឡានប៉ណ្ណាំងថ្លៃទៀតចាអូចាហើយយ៉ាន់ឡានហ្នឹងគឺថាស្អាតមែនតើចាខ្ញុំមិនជាប្រភេទអ្នកលេងម៉ូតយ៉ាន់ឡាននេះទេប៉ុន្តែថតឲ្យបងមើលចុះឡើងមកអាប្រភេទកង់ឡានថ្លៃទៀតចា Kriston នេះទៀតចាថ្លៃដល់កចា21,000 yen ជាងទាំងថ្លៃកម្លាំងពលកម្មគេទៅឡើងឲ្យអូមានការថ្លៃមែនតើកង់ឡាននៅថ្មីហ្មងមកទឹកគេនេះដឹងថាមកទឹកឬក៏អីមានការថ្មីមែនតើខ្ញុំអត់យល់ចាហើយនេះគឺថា BA កង់ឡានចាកង់ឡានរបស់គេដែលគេរើសយកហ្នឹងចាគេមានការធ្វើមេដៃធ្វើមេជើងគេថតមួយកង់ឡានគេចាគេថាថ្ងៃក្រោយថតថ្ងៃក្រោយយកប្រភេទកង់ហ្នឹងទៀតព្រោះយើងអត់ដឹងថាទំហំកង់ឡានយើងម៉ូតភេទមិនថតជាប់អញ្ចឹងថ្ងៃក្រោយយើងយករូបហ្នឹងទៅប្រាប់
កន្លែងហាងដែលត្រូវទិញបន្តទៀតចឹងណាចាហើយកញ្ញាមានណាមានការធ្វើថត selfie ថតអីចឹងទៅចាថតមួយកញ្ចក់ថតអីចឹងទៅទន្ទឹមមួយគេតម្លើងឡើង1ម៉ោងជាងចាគេឲ្យយើងរងចាំហើយយើងអត់ផ្សុកដែរយើងដើរមើលឲ្យបាននៅក្នុងហាងតិចទៅចាអូនៅក្នុងហាងនេះមានលក់អីច្រើនណាចាមិនត្រឹមតែកង់ឡានហ្នឹងទេចាគឺមានអ្វីមកតុកច្រើនមែនតើចាមានច្រើនមានពងស៊ីម៉ាំងមានអីចឹងទៅចាមានគ្រឿងម៉ូតូគ្រឿងអីទៀតណោះថាឥឡូវចេញមកដល់ខាងក្រៅទៀតហើយចាបើថាខ្ញុំកូនម្ចាស់ហាងហ្នឹងក៏ខ្ញុំបោកលក់ទាំងលេលាបខ្លួននេះទៀតចាអូនិយាយលេងចានៅស្រុកនេះមិនអាចលក់លាយឡំឲ្យផ្ដេសផ្ដាស់ឲ្យបានទេចាតែគ្រឿងមកទឹកគ្រឿងរថយន្តគ្រឿងខាងតូចចក្រយានយន្តហ្នឹងគេលក់តែអញ្ចឹងគេអត់មានមកលក់លេលក់ម្សៅអីលាយទេចាហើយនេះមកមិនជាងគេមកប្រាប់គេមកហៅថាអូអត់កើតទេសុំទោសយ៉ាន់ដែរអ្នកនាងរើសហ្នឹងគឺថាដាក់ជាមួយឡានអ្នកនាងអត់ត្រូវទេគឺមានការទើជាមួយនឹងគ្រឿងបន្លាស់អ្នកនាងជាខ្លាំងចាឥឡូវមានការពិភាក្សាត្រូវដូរវិញចាឥឡូវគិតមិនដែរគេសុំតឡើងអាចាស់ឲ្យវិញចានៅពេលពួកខ្ញុំក៏សុំថាឥឡូវខ្ញុំសុំយ៉ាន់អាចាស់ខ្ញុំមិនដែរប៉ុន្តែខ្ញុំសុំដូរទៅសបកបានអត់គេថាគេសុំទៅសួរមេគេសិនចាអូស្រុកនេះគឺថាមុនធ្វើអីឲ្យយើងគឺថាមានការសុំការអនុញ្ញាតពីថ្នាក់លើខ្លាំងចាឥឡូវគេរត់ទៅហើយមេគេថាអូខេដូរទៅសបកបានចឹងឲ្យយើងទៅរើសសបកថ្មីមកចាឥឡូវមានការតឡើងរួចរាល់មែនតើហើយចាអូយទមាំទៅហើយនឹងចារងចាំមកយូរដែរចាព្រោះយើងត្រូវ2តង់ចាតឡើងរួចមួយតង់ហើយទៅរុះមកវិញចាមករើសកង់ឡានមួយតង់ទៀតចាឥឡូវបានកង់អត់យ៉ាន់ចាយើងស្រឡាញ់យ៉ាន់ស្អាតប៉ុន្តែធ្វើម៉េចទៅយើងយកយ៉ាន់ចាស់យើងដែរទៅចាមានតែចាស់ទេដែលល្អចាដូចឆ្នាំងបាយចាស់យ៉ាងឆ្ងាញ់ចាបើចាស់តែចាស់វាសុវត្ថិភាពជាងចាហើយឥឡូវធ្វើការបកមកវិញហើយថ្ងៃរៀបលិចល្មមចាមើលទេសភាពចាផ្ទះជប៉ុនបន្តិចទៅចាផ្ទះរបស់ជនជាតិជប៉ុនលើថានៅកូរ៉េគេថាផ្ទះដូចនៅកូរ៉េបែបបិទចាហើយជាមួយនឹងផ្លូវតាមដងវិថីហ្នឹងមានដំណាំចាដំណាំកសិកម្មគេដើមខាត់ណានោះចាអូមកតំបន់នេះគឺដើមខាត់ណាច្រើនមែនតែនចាហើយនេះផ្លូវជនបទដែរខ្ញុំមករៀងឆ្ងាយតិចចាចេញពីក្រុងចូលជនបទចាព្រោះហាងអរគុណច្រើនបងដែលខំទស្សនាវីដេអូកុំភ្លេច Subscribe ដើម្បីទទួលបានព័ត៌មានឬក៏វីដេអូថ្មីស្ដីអំពីប្រទេសជប៉ុនអរគុណច្រើន